សួស្តីបងប្អូនពុកម៉ែទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងឲ្យបងប្អូនពុកម៉ែទាំងអស់គ្នាមើលទាខ្ញុំចាំមើលតើទាខ្ញុំធំបានប៉ុន្មានចាំមើលទាំងអស់គ្នាបាទឥឡូវកុំឲ្យកាត់ពេលយូរឥឡូវយើងទៅមើលទាទាំងអស់គ្នានេះទាឆ្វល់ទាបាទទាំងអស់គ្នាបាទអើយទាឥឡូវយើងធំបានប៉ុណ្ណាហើយមាន់ហ្នឹងគេចូលឆ្អីដែរនោះអ្នកគ្នាមាន់ហ្នឹងចូលផ្ទះហ្មងហើយនេះទាខ្ញុំផំចិនហើយជា3ខែបានប៉ុណ្ណាអត់សូវមានន័យគ្រប់គ្រាន់ដាក់បាយដាក់អីស៊ីអញ្ចឹងហើយធំទានេះកន្លែងធំទាទាំងអីអញ្ចឹងរៀបចំដាក់កន្លែងហ្នឹងហើយភូមិខ្ញុំអញ្ចឹង5ញ៉ៃតើបានរៀបចំអីអ្នកគ្នាហ្នឹងហើយមើលទៀតហ្នឹងខ្ញុំថាចង់ចាំ50ក្បាលទៀតមិនទៅមើលសូវមានលុយដែរយើងយកមកប៉ុណ្ណឹងសិនអាហ្នឹងយកមក50សល់ប៉ុណ្ណឹងអ្នកគ្នាបាទពីក៏មានអីនេះនៅភូមិនៅអីយើងនៅតាមតំបន់ក៏ឲ្យសុកខ្សែអញ្ចឹងយើងចេះចាំសัตว์ចាំអីអញ្ចឹងអ្នកគ្នាបាទហើយនេះមានអីភូមិខ្ញុំដើមម្សៅដើមអីនេះក្រោយមានអីទេភាពសុកខ្សែហើយនោះវាលជ្រៅអីយ៉ាងណាអ្នកគ្នាបាទអ្នកវាលជ្រៅទេភាពទេភាពនៅសុកខ្សែតែប៉ុណ្្នឹងអ្នកគ្នាបាទវាស្រែវាសៅប៉ុណ្ណឹងអ្នកគ្នាឃើញនេះថតពេលល្ងាចវាស្រែវាសៅហើយហ្នឹងអត់មានអីនេះដោះអាវដើរមើលជំវិញភូមិអីចឹងណាធម្មតាសាមញ្ញទេភាពសុកស្រែធម្មតាអញ្ចឹងណាអ្នកគ្នាមានអីលើសហ្នឹងឯងហើយពេលទនេខ្លះក៏ឆ្លៀតដាំអាណងដាំអីចឹងនេះដាំអាណងដាំអីចឹងអ្នកគ្នាបាទយើងដាំអាណងដាំអីចឹងណាហើយផ្ទះក្បែរយើងគេពោះឆែពោះឆៅឲ្យអស់អ្នកគ្នាបាទហើយនៅផ្ទះគេផ្ទះអីចឹងណាអានោះនៅលិចនោះភ្នំរាប់ទៅហៅតាពាំងហៅអីដែរចឹងអ្នកគ្នាបាទមានចក្រីមានណាំអីលងអីតិចតួចចឹងអ្នកគ្នាហើយក៏អត់មានអីមានតែប៉ុណ្ណឹងអ្នកគ្នាជួយ like ជួយ share និងជួយ subscribe channel YouTube ខ្ញុំម្នាក់មួយចាំបង្កើតវីដេអូថ្មីដល់ហ្នឹងអវល់ដែរទៅបានធ្វើវីដេអូពេលខ្លះវាធ្វើទៅអត់មានអ្នកមើលចឹងអ្នកគ្នាប៉ុណ្ណឹងបានបាយជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយ subscribe ម្នាក់មួយផងអ្នកគ្នាបាទ